Hello everybody. Okay, we see you again with English writing. Okay, some name and today. Today I have one topic about write output จากផលិតផលស្រូវចាសម្រាប់សំណេររបស់អ្នកគ្រូនេះអ្នកគ្រូបានដកស្រង់សំណេរណាដែលឧស្សាហ៍ចេញនៅការប្រឡងផ្សេងការប្រឡងឌីប្លូមបាក់ឌុបនិងប្រឡងចូលក្នុងក្រសួងផ្សេងណាចាចិត្តតាជាសំណេរដែលគួរឲ្យចាប់អារម្មណ៍ចាបានអ្នកគ្រូលើកឡើងយកមកចាសង្ឃឹមបងប្អូនថានឹងយកសំណេររបស់អ្នកគ្រូនឹងប្រើការជាប្រយោជន៍ក្នុងការសិក្សារបស់បងប្អូនជាពិសេសគឺការប្រឡងចាសសម្រាប់បងប្អូនដែលមិនទាន់បាន Subscribe Channel អ្នកគ្រូសូមជួយ Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីដើម្បីទទួលបានប្រធានបទថ្មីសំណេរថ្មីពីអ្នកគ្រូបន្តទៀតណាអូខេយើងចូលទៅប្រធានបទរបស់យើងអូខេ we read together rice output ផលិតផលស្រូវ There are few reasons to explain why Cambodia farmers have specialized in producing rice. Firstly, because of human resource, they can produce with high quality and large amount of quantity. Okay, we read again. There are few reasons to explain why Cambodia farmers have specialized in producing rice. Firstly, because of human resource, they can produce with high quality and large amount of quantity. Okay. តែចឹងយើងទៅប្រែទាំងអស់គ្នាមានហេតុផលតិចតួចដើម្បីបញ្យល់ថាហេតុអ្វីបានជាកសិករកម្ពុជាមានជំនាញក្នុងការផលិតស្រូវ ទី1ដោយសារធនធានមនុស្សពួកគេអាចផលិតស្រូវប្រកបដោយគុណភាពខ្ពស់និងបរិមាណច្រើនចាអូខេបន្តទៅទៀត There are about 80% of farmers and they have learned how to do their farm from their ancestors for a long time. Not only this, but also farmers have been trained by the present time. Hence, they understand about technique of doing farm. Read it again. There are about 80% of farmers and they have learned how to do their farms from their ancestors for a long time. Not only this, but also farmers have been trained by the present time. Hence, they understand about technique of doing farm. យើងប្រែអស់គ្នាមានកសិករប្រមាណជា 80% ហើយពួកគេបានរៀនធ្វើស្រែចម្ការពីដូនតារបស់ពួកគេជាបន្តបន្ទាប់ក៏បានន័យថាកសិករនៅក្នុងស្រុកខ្មែរយើងមានចំនួនប្រហែលជា 80% ដែលបានរៀនពីវិធីធ្វើស្រែចម្ការពីបន្តពីដូនតាមិនត្រឹមតែប៉ុណ្ណោះទេកសិករក៏ទទួលបានការបណ្ដុះបណ្ដាលមកដល់ពេលឥឡូវនេះផងដែរមកដល់ឬក៏ពេលបច្ចុប្បន្នដូច្នេះហើយតើពួកគាត់មានការយល់ដឹងអំពីបច្ចេកទេសក្នុងការធ្វើកសិកម្មចាកសិករយើងឥឡូវហ្នឹងគឺទទួលបានការបណ្ដុះបណ្ដាលពីខាងក្រសួងកសិកម្មបងប្អូនចាគឺខាងក្រសួងកសិកម្មហ្នឹងគឺគាត់មានក្រុមការងាររបស់គាត់ហ្នឹងជួយទៅធ្វើការបណ្ដុះបណ្ដាលដល់កសិកររបស់យើងក្នុងការធ្វើស្រែចម្ការអំពីបច្ចេកទេសណាថាធ្វើម៉េចក្នុងការបង្កើនផលហ្នឹងឲ្យបានច្រើនជាងមុនអូខេយើងបន្តទៀត For example, the farmer know how to use fertilizer, pesticide or to grow different crop on the same land. Secondly, Cambodia has good natural resource. Cambodia has location in tropic area that is not too hot and cold. Okay, read it again. For example, the farmers know how to use fertilizer, pesticide, or to grow the different crop on the same land. Secondly, Cambodia has good natural resource.
Cambodia has a location in tropic area that is not too hot and cold អូខេយើងប្រែឧទាហរណ៍កសិករចេះប្រើជីថ្នាំសម្លាប់សត្វល្អិតឬថ្នាំឬដាំដំណាំផ្សេងទៀតនៅលើផ្ទៃដីតែមួយចាបើន័យថាអ្នកបច្ចេកទេសនេះគឺគាត់ទៅបង្រៀនកសិកររបស់យើងក្នុងការប្រើប្រាស់ជីហើយនឹងថ្នាំសម្លាប់សត្វល្អិតឬក៏បើសិនជាគាត់ដាំដំណាំតែមួយមុខនៅលើផ្ទៃដីតែមួយហ្នឹងតើគាត់ត្រូវប្រើបច្ចេកទេសអីខ្លះចឹងណាគឺអ្នកជំនាញហ្នឹងគឺទៅបង្រៀនកសិកររបស់យើងចាទី2កម្ពុជាមានធនធានធម្មជាតិដែលល្អអូខេ natural resource ប្រទេសកម្ពុជាមានទីតាំងស្ថិតក្នុងតំបន់ត្រូពិចដែលជាអំណោយផលមិនក្តៅពេកហើយក៏មិនត្រជាក់ខ្លាំងពេកដែរចាគឺវិសេសមែនតើប្រទេសកម្ពុជារបស់យើងគឺអាកាសធាតុគឺអំណោយផលហើយសន្តានដីរបស់យើងហ្នឹងក៏អំណោយផលពីធម្មជាតិស្រុកយើងគឺមិនសូវមានគ្រោះធម្មជាតិអីផ្សេងឬក៏មានសត្វចង្រៃអីដែលយាយីដំណាំកសិកររបស់យើងទេបងប្អូនអូខេយើងបន្តទៀត This is so important factor for growing rye crop because rye need an average temperature of 21 Celsius to grow well. Moreover, most of land is full of fertility, so the farmers could do their farm and increase their output easily. Read it again. This is so important factor for growing rye crop because rye need an average temperature of 21 Celsius to grow well. Moreover, most of land is full of fertility, so the farmer could do their farm and increase their output easily. ហើយវាយើងទៅប្រែទាំងអស់គ្នា នេះគឺជាកត្តាសំខាន់ណាស់សម្រាប់ការដាំដុះដំណាំស្រូវដោយសារតែស្រូវត្រូវការសីតុណ្ហភាពជាមធ្យម21 អង្សាសេលស្យូសគឺអង្សាសេហ្នឹងគឺគេសរសេរកាត់បងប្អូនដើម្បីដុះលូតលាស់បានល្អជាងនេះទៅទៀតដីភាគច្រើនគឺពោពេញទៅដោយជីវជាតិចាគឺជាអំណោយផលនៃប្រទេសកម្ពុជារបស់យើងដូច្នេះហើយកសិករអាចធ្វើស្រែចម្ការនិងបង្កើនទិន្នផលបានយ៉ាងងាយស្រួលចាដោយអ្នកគ្រូជម្រាបពីខាងដើមមកអញ្ចឹងគឺប្រទេសកម្ពុជាគឺមានផ្ទៃដីដែលមានជីវជាតិនិងអំណោយផលទៅដោយអាកាសធាតុផងដែរចាយើងបន្តទៅទៀត For instance in Battambang province there is a plenty of rye product that can support domestic demand and export to other countries in the world. In conclusion, I think Cambodia will become a country that exports the most quantity of rye product in ASEAN in the near future. I can read it again. For instance, in Battambang province, there is a plenty of rye product that can support domestic demand and export to other countries in the world. In conclusion, I think Cambodia will become a country that exports the most quantity of rye product in ASEAN in the near future. Okay. ចាយើងបកប្រែទាំងអស់គ្នាជាឧទាហរណ៍នៅក្នុងខេត្តបាត់ដំបងមានផលិតផលអង្ករច្រើនដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងនាំចេញទៅកាន់ប្រទេសផ្សេងៗក្នុងពិភពលោកចាសរុបមកខ្ញុំគិតថាកម្ពុជារបស់យើងគឺជានឹងក្លាយទៅជាប្រទេសដែលអាចនាំផលិតផលអង្គរក្នុងបរិមាណដ៏ច្រើនជាងគេនៅអាស៊ីនាពេលខាងមុខនេះចាក៏ពិតទៅនេះគឺគ្រាន់តែជាលើកឧទាហរណ៍មកក្នុងខេត្តបាត់ដំបងមួយទេក៏ពិតកម្ពុជារបស់យើងគឺមានខេត្តជាច្រើនដែលអាចផ្គត់ផ្គង់ស្រូវអង្គរបានណានៅពេលបច្ចុប្បន្នបងប្អូនដូចជាខេត្តព្រៃវែងខេត្តបាត់ដំបងនិងខេត្តកំពង់ធំ
នឹងមានខេត្តមួយចំនួនទៀតដែលអ្នកគ្រូមិនបានរៀបរាប់នៅក្នុងនេះបងប្អូនដឹងនៅខេត្តមួយចំនួនទៀតបងប្អូនអាចបញ្ចូលនៅខេត្តមួយចំនួនទៀតផ្សេងដូចជាព្រៃវែងនិងកំពង់ធំផងដែរណាបងប្អូនណាចាអរគុណចំពោះការចូលអានទស្សនាប្រធានបទរបស់អ្នកគ្រូអរគុណបងប្អូនជូនពរបងប្អូនប្រឡងជាប់នៅក្នុងជូនពរបងប្អូនប្រឡងជាប់នៅក្នុងការប្រឡងណាជោគជ័យទាំងអស់គ្នាអរគុណច្រើនជម្រាបលា